ស្ដីបងប្អូនទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel 3D ខ្មែរ89ហើយវីដេអូនេះខ្ញុំនឹងចែកម្លែកពីរបៀបការស្នើសុំណារបស់បងប្អូនយើងក៏comment នៅក្រោមវីដេអូខ្ញុំឲ្យខ្ញុំបង្ហាញពីរបៀបដាក់សិលក៏ដូចជាប្រែរូបបាទអញ្ចឹងការប្រែរូបវាមិនពិបាកទេបាទមិនពិបាកទេហ្នឹងហើយអញ្ចឹងកុំឲ្យខាត់ពេលណាសម្រាប់បងប្អូនគាត់ថ្មីបាទអាចមើលរៀនតាម YouTube ខ្ញុំនេះបានហើយកុំភ្លេចជួយចុច Subscribe Channel ម្នាក់មួយផងបងប្អូនអរគ្នាហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងនិងទទួលបាននៅវីដេអូថ្មីរាល់ការ upload ចូលណាបាទវីដេអូមេរៀនថ្មីហើយតកតងនឹងមួយទៀតណាតកតងនឹង Headshot 3បាទ Headshot 3ហ្នឹងគឺគាត់ថារបៀបដំឡើងរបៀបទាញយកប៉ុន្តែខ្ញុំអត់ទាន់មានទេព្រោះគេអត់ទាន់តម្លាក់ជា file grade ណាហ្នឹងហើយបងប្អូនអរគ្នាបើមានខ្ញុំនឹងតម្លាក់តែម្ដងខ្ញុំពងរមើលតាម website ផ្សេងដែរណាបាទអញ្ចឹងតើកុំឲ្យខាត់ពេលណាយើងរបៀបដាក់សិលហើយនឹងយើងដាក់ effect យើងនិយាយថាក្នុងភាសាក្នុងកម្មវិធីយើងដាក់ effect ហើយចំណែកក្នុងសាច់រឿងយើងថាសិលអញ្ចឹងទៅបាទឬក៏ដូចជាការប្រែរូបប្រែអីអញ្ចឹងទៅពីមនុស្សទៅសត្វសត្វទៅមនុស្សទៅខ្មោចអញ្ចឹងទៅណាបាទតោះតមកយើងចូលឥឡូវខ្ញុំចូលមក file ហើយខ្ញុំរក project មួយដែលខ្ញុំបានសៀវទុកណាហ្នឹងហើយដើម្បីបង្ហាញឥឡូវខ្ញុំយក project នេះមួយបាទហើយក៏អធិស្ឋានសម្រាប់បងប្អូនដែលគាត់បានចូលរៀនណាហើយចែកដល់នេះចំពេលខ្ញុំខូច Telegram ទៅបងប្អូនបាទនេះជាក់ស្ដែងខ្ញុំបើកឲ្យមើលណាឃើញទេវាចេញបែបនេះពេលខ្ញុំ start message ទៅវាទាមទារឲ្យខ្ញុំនេះ QR code ប៉ុន្តែដោយសារក្នុងទូរស័ព្ទខ្ញុំវាក៏បង្កើតបានដែរបាទដាក់លេខទៅវាផ្ញើកូដឲ្យដល់លើពិបាកហ្នឹងហើយឥឡូវខ្ញុំនេះអានេះproject ដែលខ្ញុំធ្វើទុកណាទុកបង្កើតរឿងអញ្ចឹងទៅបាទឥឡូវខ្ញុំនិយាយពីការដាក់សិលបាទនិយាយពីការដាក់សិលឥឡូវខ្ញុំបិទផ្ទាំងកាឡាចេញកុំឲ្យញ៉ៃ preference scroll ចុះមកក្រោមបាទដោះ tick ចេញបាទខ្ញុំ play អញ្ចឹងមកនេះឃើញទេមានស្រមោលខ្មៅអញ្ចឹងទៅអញ្ចឹងខ្ញុំបិទអាស្រមោលខ្មៅនេះវិញ smooth នេះខ្ញុំ delete វាជួយខ្ញុំ play សារថ្មីបាទ play ថ្មីហើយខ្ញុំលុបចោលចាំមើលមានទៀតអត់អូខេអត់ជាប់ទេអញ្ចឹងខ្ញុំអូសនៅតួអង្គមួយចូលណាបាទអូតួអង្គចូលមករកតួអង្គលក្ខណៈសិលណាសិលអញ្ចឹងខ្ញុំយកតួអង្គគ្រូមួយគ្រូអាគមលក្ខណៈយើងសូត្រធម៌សូត្រអីចឹងណាហ្នឹងហើយសូត្រមន្តអាគមសូត្រអីចឹងទៅនេះតោះខ្ញុំយកគ្រូមន្តអាគមនេះមួយឲ្យបាត់ទឹកក្រោមនេះត្រេហើយតិចប៉ុណ្ណេះមកហ្នឹងហើយហើយការដាក់ហ្នឹងគឺវាមិនពិបាកអីទេបងប្អូនណាបាទឥឡូវទៅហៅថាគ្រូអាគមនេះពេនភ្នែនណាតកតងនឹងពេនភ្នែនបងប្អូនអរគ្នាអាចបើសិនជាយើងមាននៅចលនាហ្នឹងហើយឥឡូវខ្ញុំរកមើលចលនាពេនភ្នែនខ្ញុំមួយសិនដឹងថាមានឬក៏អត់ទេបាទ
អត់ដឹងថាមានឬក៏អត់ទេ ដូចជាអត់មានទេណាបាទអត់មានទេអញ្ចឹងមានតែយើងធ្វើវាដោយខ្លួនឯងចលនាពេនភ្នែនណាហ្នឹងហើយអត់មានទេក្នុងនេះអត់មានចលនាពេនភ្នែនទេអញ្ចឹងតកតងនឹងចលនាពេនភ្នែនយើងអាចធ្វើវាដោយខ្លួនឯងអញ្ចឹងយើងចូលមក modify បន្ទាប់មកយើងយក animation បើសិនជា version ថ្មីនេះយើងមានជាAcupose នេះយើងមានជាប្រភេទ Acupose ហើយចំពោះខាងក្រោមនេះយើងប្រើអត់បានទេវាជាប់នៅ license ចំពោះយើងប្រើ Crack គេ free ឲ្យតែប្រហែលនេះទេណាបាទអញ្ចឹងនេះ Acupose នេះវាមានពេនភ្នែនណាវាមានចលនាផ្សេងអង្គុយផ្សេងអញ្ចឹងដែរបាទវាមានចលនាផ្សេងអញ្ចឹងឧទាហរណ៍ថាខ្ញុំយកឈរមួយឈរខ្ញុំคลิกលើវាហើយខ្ញុំយក apply pose បាទបន្ទាប់មកខ្ញុំកំណត់កន្លែង keyframe មួយអានេះខ្ញុំសាកមើលសិនណាហើយខ្ញុំយកអង្គុយពេនភ្នែននេះហើយខ្ញុំយក apply pose បាទប៉ុន្តែដល់ពេលយើងដាក់អញ្ចឹងវាអត់ស៊ីទេឃើញដល់ពេលហើយអង្គុយលឿនបាទអង្គុយលឿនមែនតើតែម្ដងណាបាទអញ្ចឹងដើម្បីនេះខ្ញុំ reset pose ចេញបាទ reset ហើយខ្ញុំលុបចេញ reset មួយទៀតហ្នឹងហើយចឹងខ្ញុំកំណត់កន្លែងនេះមួយ apply មកអូខុសទៀតបងប្អូនណាបាទអធិស្ឋានផងបាទអធិស្ឋានបែកវិញសិនណាខ្ញុំបែកសិនយ៉ាហ្នឹងហើយគាត់ថាជប់បែកហើយបវល់វាសិនអញ្ចឹងខ្ញុំចូលអាគូ post ថ្មីខ្ញុំយកអង្គុយពេនភ្នែនតែម្ដង apply មកបាទហ្នឹងហើយបន្ទាប់មកឧទាហរណ៍ថានេះយើងមើលទៅលើកន្លែងពេនភ្នែនឲ្យវាស្រួលបន្តិចមកដើម្បីសេរីវាយើងចូល Acupose ដដែលក៏បានអានេះខ្ញុំសាកឲ្យមើលណាបាទចូលកន្លែងជើងនេះមកទាញបន្តិចកន្លែងជង្គង់ជង្គង់នេះអត់កើតទេអញ្ចឹងយើងមិនបាច់ចាំសេរីវានៅក្នុង Acupose នេះទេពេលដាក់អញ្ចឹងហើយយើងចូល edit motion layer ហើយបន្តមកដោះនេះចេញមកបាទជង្គង់ជើងហើយជង្គង់ខាងនេះហ្នឹងហើយយើងមើលមកមើលថាមកសមណាហ្នឹងហើយជើងខាងនេះអត់តំណងទេកាត់ចូលទៅក្នុងបាទប៉ុណ្ណឹងមកអានេះវាអញ្ចឹងឯងណាវាលក្ខណៈសាច់ខោអាវហ្នឹងហើយសាច់ខោអូខេបន្តមកដៃយើងត្រូវស្ពះតែបើយើងចង់ឲ្យធ្វើជាចលនាលក្ខណៈ
អង្គុយពងតែឈរហើយស្រាប់តែអង្គុយពេនភ្នែនតែហ្មងអាហ្នឹងវារៀងពិបាកប៉ុន្តែយើងអាចកាត់បានណាយើងធ្វើរឿងយើងកាត់ទៅកន្លែងដែលយើងត្រូវថាត្រូវពីដែលយើងចេញតែរៀបអង្គុយយើងលក្ខណៈថាពេលដែលសូត្រទៅវាយបហាចេញសសិលយើងកាត់ទៅកាត់អាកន្លែងអង្គុយចោលហើយយកប្លង់អង្គុយតែម្ដងទៅណាហ្នឹងហើយសាច់រឿងយើងមិនបាច់ចាំយកចលនាក្បោះក្បាយលំអិតពេកទេបាទដោយថាឈរនិយាយគ្នាហើយអញ្ចឹងត្រូវដល់វគ្គត្រូវអង្គុយសូត្រមន្តអាគមយើងបង្កើតប្លង់អង្គុយសូត្រមន្តអាគមយកតែម្ដងទៅហើយយើងសម្រាយជាសាច់រឿងតែហ្មងទៅអញ្ចឹងណាហ្នឹងហើយឥឡូវអានេះយើងដាក់មកដៃណាយើងសេរីដៃលក្ខណៈសាពះដៃយើងនឹងសាពះយ៉ាងម៉េចយើងដាក់ចឹងមកហើយប្រអប់ដៃយើងលាមកណាលាចឹងមកហើយយើងសេរីដៃមួយទៀតសេរីដៃមួយទៀតមកកដៃហើយលាដៃមកលាដៃយើងចូលកន្លែងចឹងមកបាត់ដៃចឹងមកហ្នឹងហើយបន្ទាប់មកយើងទាញមកហើយយើងសេរីមើលទៀតមកហើយគ្នារៀងតម្លាក់ចុះបន្តិចមកប៉ុណ្ណឹងដៃខាងនេះរៀងតម្លាក់បន្តិចយ៉ាកន្លែងស្មាណាកន្លែងស្មាហ្នឹងហើយប៉ុណ្ណេះហើយដៃរបស់យើងនេះអូខេអានេះយើងយកប៉ុណ្ណេះមកហើយយើងចុចលើដៃខាងនេះសេរីលើកឲ្យស្មើមកតើតើនឹងមេដៃណាមេដៃយើងមើលខ្វាយគ្នាជាយើងចូលកន្លែងនេះមកជប់សិនខាត់វាទៅនៅមកប៉ុន្តែមេដៃនេះរឿងចូលកដាលនេះមកយើងកងក់តិចមេដៃខាងនេះឥឡូវយើងសាកដាក់ដៃមើលយើងសាពះមិនយើងប្រឆិតចូលគ្នាបន្តិចណាហ្នឹងហើយដៃខាងនេះយើងប្រឆិតជើងដៃមកយ៉ាខាងនេះប៉ុណ្ណឹងហើយយើងទាញចូលតិចហ្នឹងហើយប៉ុណ្ណឹងបានបាទហើយយើងមើលទៅវាអត់សូវត្រូវកដាលណាហ្នឹងហើយអត់សូវត្រូវកដាលយើងខាត់បន្តិចក្រោយមកហើយដៃខាងនេះយើងខាត់ចូលនេះមកយើងកោងតិចខាងនេះកោងតិចមកអូខេ
ទុកទៅប៉ុណ្្នឹងចុះណាបន្ទាប់មកយើងបិទវិញមកហើយ play មើលប៉ុណ្ណឹងយើងបាននៅការសូត្រនៅមន្តអាគមគាថាអីបង្ហាញអភិនិហាអីចឹងណាហ្នឹងហើយបន្ទាប់មកបងប្អូនទាំងគ្នាបាទយើងរៀបប្លង់ទៅប្លង់សូត្រមន្តអាគមមកប្លង់ទៅបន្ទាប់មកយើងត្រូវធ្វើម៉េចបើយើងមានសម្រាយជាលក្ខណៈគាត់សូត្រមន្តដូចថាគ្រូភឿនកំពុងតែសូត្រមន្តអាគមចឹងទៅយើងដាក់សិលចូលមកឥឡូវយើងទៅរកសិលមក effect ណារៀងយូរបន្តិចណាវីដេអូនេះបាទពួកខ្ញុំបង្ហាញជាលក្ខណៈលម្អិតតែម្ដងណាបាទកុំឲ្យបងប្អូនទាំងអស់គ្នាមើលឲ្យមិនយល់អញ្ចឹងខ្ញុំធ្វើយឺតឲ្យមើលទៅឥឡូវតេតងនឹងសិលនេះសិលគ្រប់ Telegram សង្ឃឹមបងប្អូនទាញយកដាក់កុំព្យូទ័រអស់ណាហ្នឹងហើយដែលសារខ្ញុំខូច Telegram ទៅបាទសោកស្ដាយមែនតើឥឡូវយើងចង់រកសិលបែបម៉េចនេះសិលបែបចេះគាត់អូសចូលអញ្ចឹងមកបាទអូសចូលអញ្ចឹងមកតែដោយសារ project នេះវាមិនស្ថិតនៅលើនេះវានេះដល់ពេលអូសមកវាអត់មាននៅកន្លែងតួអង្គទៅខ្ញុំសេរីរោអញ្ចឹងវាធ្លាក់នៅលើប្រອບរបស់យើងធ្លាក់ក្រោមប្រອບរបស់យើងដាក់នៅលើហ្នឹងឯងតោះមកយើងសេរីមកហើយ effect ហ្នឹងសេរីដាក់ក្រោមហ្នឹងឯងក្រោមគ្រូភឿនអញ្ចឹងមកបាទតោះមកខ្ញុំ play មើលណាខ្ញុំមាន popcorn ហ្នឹងហើយ popcorn យើងអាច play បាននេះឃើញទេចឹងវិធីដាក់សិលងាយទេណាបងប្អូនបាទអត់ពិបាកទេតោះមកយើងសេរីមកសេរីដាក់តាណាឲ្យត្រូវសេរីបានណាពេលកំពុង play យើងទាញមកកាត់ខាងមុខខាងនេះយ៉ាអត់ត្រូវកដាលអញ្ចឹងយើងសេរីតាមហ្នឹងមកសេរីវាតាមហ្នឹងមកបន្ទាប់ពីបានបញ្ចេញនៅមន្តអាគមអញ្ចឹងមកយើងចាប់យកប្លង់ទៅហើយយើងសម្រាយទៅថាគ្រូភឿនបានសូត្រមន្តគាថាបានចេញឲ្យណាចេញអញ្ចឹងណាហើយបើសិនជាមិនមែនថាសុកឥឡូវខ្ញុំ play មិនមែនថាសុកយើងគ្រូភឿនចាប់អង្គុយពប់ចេញសិលអញ្ចឹងទាំងតែយើងក៏តន់នឹងសម្រាយណាមិនមែនទេពេលដែលយើងចាប់ដើមសម្រាយដំបងឡើយយើងអត់តន់ឲ្យចេញសិលទេតតែយើងសម្រាយថាគ្រូភឿនកំពុងតែសូត្រមន្តអាគមទៅចាំចេញសិលតាមក្រោយឧទាហរណ៍ចេះមួយណាចាំមើលណាខ្ញុំចូលកន្លែងសិលហ្នឹងហើយខ្ញុំបិទនៅក្នុងនេះសិនចុច OS បិទវាសិនបន្ទាប់មកទៅថាខ្ញុំ play ហើយខ្ញុំសម្រាយសិនណាសម្រាយឡើងចេះបន្ទាប់ពីគ្រូភឿនបានមើលឃើញអ្វីមួយចឹងទៅគាត់ក៏បានសូត្រនៅមន្តគាថារបស់គាត់បានបង្ហាញនៅអភិនិហាបាទឥឡូវខ្ញុំយកកន្លែងហ្នឹងអានេះឧទាហរណ៍ណាហើយបងប្អូនទាំងអស់គ្នាសម្រាយបែបម៉េចសម្រាយទៅអានេះជាក៏ឧទាហរណ៍របស់ខ្ញុំទេបន្ទាប់មកខ្ញុំចុចបើកវិញហើយខ្ញុំទៅតាមមកយើងសម្រាយទៀតមកបន្ទាប់មកមន្តអាគមរបស់គាត់ក៏បានបញ្ចេញនៅពន្លឺរស្មីដ៏ចែងចាំងចឹងទៅខ្ញុំបិទវិញហើយជាមួយខ្ញុំ play ឲ្យមើលណាហ្នឹងហើយ back ហើយខ្ញុំ play មើលអានេះបានន័យថានៅពេលដែលយើងសម្រាយណាហ្នឹងហើយពេលយើងសម្រាយទៅយើងចាប់ប្លង់កាមេរ៉ាលក្ខណៈវិលចុះវិលឡើងបាទវិលចុះវិលឡើងចឹងមកបាទវិលចុះវិលឡើងចឹងមកស្អែចេញពីនេះមកបាត់ព្រោះយើងកំណត់ key frame របស់វាទៅនេះហើយណាស្គមទៅយល់បងប្អូនអរគ្នាបាទមើលមួយបាទណាហ្នឹងហើយបន្តមកទៅថាអញ្ចឹងមួយទៀតហៅថាយើងចាប់ប្លង់តំនេះចេះឥឡូវចាប់ប្លង់ឥឡូវចេះខ្ញុំថត record សលេងសម្រាយមួយសិនបង្ហាញបងប្អូនអរគ្នាចូល Adobe Audition ហើយបន្តមកខ្ញុំយកដាក់សម្រាយមួយដាក់សំរាយមួយចឹងមកតោះមកខ្ញុំយកអូខេបាទហើយចាំខ្ញុំសម្រាយសិនណាបាទនៅថ្ងៃមួយលោកគ្រូភឿនក៏បានអង្គុយសមាធិសូត្រនៅមន្តអាគមរបស់គាត់ហើយគាត់ក៏បានដាស់នៅអាគមបានបញ្ចេញនៅពន្លឺរស្មីដ៏ត្រចះត្រចង់នៅកណ្ដាលព្រៃ
បាទឥឡូវខ្ញុំទីហោប៉ុណ្្នឹងបានណាបាទព្រោះយកបានទៅ say script ពិបាកនិយាយអញ្ចឹងអូខេអញ្ចឹងខ្ញុំបិទដំណឹងហ្នឹងហើយតាមខ្ញុំកាត់អាសលេងកតុយចោលអានេះខ្ញុំកាត់ចោលតោះមកខ្ញុំយកទៅនឹងតែម្ដង select all ហើយ export file បាទរើសមកដាក់ទៅណា zero ខ្ញុំដាក់ទៅនេះចុចមកចុចអូខេហ្នឹងហើយបន្ទាប់មកខ្ញុំយកមកដាក់នៅក្នុងកម្មវិធីតែម្ដងហើយបងប្អូនអរគ្នាចង់ដាក់នៅក្នុងកម្មវិធីកាត់តវីដេអូក៏បានឬក៏ដាក់នៅក្នុងកម្មវិធីហ្នឹងក៏បានអញ្ចឹងដើម្បីដាក់សំឡេងសម្រាយរបស់យើងចូលក្នុងកម្មវិធី iCloud ហ្នឹងអ្នកនរគ្នាអាចអូសមកដាក់នៅលើដើមឈើលើប្រប់អីមួយហ្នឹងហើយឥឡូវខ្ញុំអូសមកដាក់លើប្រប់អីមួយតោះនេះប្រប់ថ្មហ្នឹងហើយទៅវា connect សលេងចូលហើយសលេងសម្រាប់ហ្នឹងហើយបន្ទាប់មកដើម្បីមើលឃើញនៅសំឡេងយើងចូលកន្លែងនេះចុចមកឃើញទេសំឡេងតោះមកខ្ញុំ play មើលខ្ញុំបើកសលេងតិចនៅថ្ងៃមួយលោកគ្រូភឿនក៏បានអង្គុយសមាធិសូត្រនៅមុនអាគមរបស់គាត់ហើយគាត់ក៏បានដាស់នៅអាគមបានបញ្ចេញនៅពន្លឺរស្មីដ៏ត្រចះត្រចង់នៅកណ្ដាលនៅកណ្ដាលព្រៃបើតែនិយាយអត់ចេញទេឥឡូវយើងកំណត់កាមេរ៉ាមកទៅអត់ថាឥឡូវខ្ញុំអត់យកជាប្រភេទកាមេរ៉ាវិលខ្ញុំឲ្យ zoom ចេះ zoom ទៅគាត់ចិត្តចេះតែម្ដងអញ្ចឹងខ្ញុំកំណត់កន្លែងនេះមួយសម្រាប់បងប្អូនអរគ្នាចាំហើយចូលកន្លែង track 3 project បន្ទាប់មកបងប្អូនអរគ្នាចូល grid ហើយកាមេរ៉ា linear camera មកបាទចូលកន្លែង switcher right click camera list ហើយកាមេរ៉ាមកទាញវាទៅupវិញមកបាទបន្ទាប់មកយើងចាប់ផ្ដើមកំណត់ keyframe បន្តិចអូសចូលបន្តិចចឹងមកហ្នឹងហើយឥឡូវកំណត់តិចទៅនេះមក zoom ចូលហើយយើងសេរីវាចេះក្បាត់តិចចឹងមកតមកទៀតកំណត់ keyframe នេះមួយទៀត zoom ចូលទៅមុខទៀតបាទតមកអូសចុងមកក្រោមវិញតិចហ្នឹងហើយតមកខ្ញុំយកកំណត់កន្លែងនេះ keyframe ទៀតហើយ zoom ចូលទៀតបាទយកតំណឹងឥឡូវខ្ញុំ play មើលណាខ្ញុំចូល switch ហ្នឹងហើយខ្ញុំ play នៅថ្ងៃមួយលោកគ្រូភឿនក៏បានអង្គុយសមាធិសូត្រនៅមុនអាគមរបស់គាត់ហើយគាត់ក៏បានដាស់នៅអាគមបានបញ្ចេញនៅពន្លឺរស្មីដ៏ត្រចះត្រចង់នៅកណ្ដាលអូខេហើយបើចង់បងប្អូនអរគ្នាសម្រាយជាអីផ្សេងទៀតក៏និយាយទៅមុខទៀតចឹងទៅបាទហើយបន្តមកកំណត់ឥឡូវខ្ញុំដាក់ដូរ switch ខ្ញុំយកកាមេរ៉ាវិញហើយខ្ញុំកំណត់ keyframe ទៅនឹងមួយទៀតបន្តមកខ្ញុំคลิกលើតួអង្គគាត់ហើយខ្ញុំពវល់បន្តិចបាទបន្តមកកំណត់ keyframe មួយទៀតនៅកាមេរ៉ាហើយពវល់ទៀតអ្នកយើងចង់ចាប់ប្លង់ពវល់ចឹងណាហ្នឹងហើយចាប់ប្លង់ចឹងមកបាទចាប់ប្លង់ចឹងមកហើយអាហ្នឹងលក្ខណៈយើងសម្រាយវែងហ្នឹងហើយយើងសម្រាយវែងយើងចាប់ប្លង់ចឹងមកបាទចាប់ប្លង់ទៀតមកចាប់ទៀតមកយើងកំណត់ប្រមាណ frame មួយឈុតហ្នឹងបាទចាប់ទៅនឹងមកហើយឥឡូវខ្ញុំយកទៅនឹងមួយណាខ្ញុំយក frame ទៅត្រឹម 3000 ហ្នឹងបានហើយចូលកន្លែងកងចក្រនេះមួយនេះដាក់ 3407 enter មកយកតំណឹងចុច back បន្ទាប់មកយើងចុចអានេះមកហើយសំទោសបាទហើយខ្ញុំ play ណាខ្ញុំចូល switch នៅថ្ងៃមួយលោកគ្រូភឿនក៏បានអង្គុយសមាធិសូត្រនៅមុនអាគមរបស់គាត់ហើយគាត់ក៏បានដាស់នៅអាគមបានបញ្ចេញនៅពន្លឺរស្មីដ៏ត្រចះត្រចង់នៅកណ្ដាលនេះឃើញទេឃើញបន្តមកបងប្អូនទាំងនេះសម្រាយទៀតទៅហើយយើងចាប់ទស្សនភាពនឹងរហូតទៅបន្តមកយើងយកមកប្លង់ហ្នឹងទៅបានយើងយកមកឈុតហ្នឹងណាយើងចង់យកមកឈុតហ្នឹងហើយយើងដសម្រាយទៅមុខទៀតចឹងទៅបាទស្រាប់តែបងប្អូននេះសម្រាយពីអីមួយចឹងណាបាទអញ្ចឹងការដាក់នៅសិលណា effect គឺយើងដាក់បែបនេះបាទ effect យើងដាក់បែបហ្នឹងឬមួយក៏យើងចង់ដាក់បែបផ្សេង
effect ផ្សេងទៀតឥឡូវឧទាហរណ៍ថាមាន effect ខ្លះទៀតយើងដាក់ដូចគ្នាណាឥឡូវខ្ញុំ save project នឹងទុកណាខ្ញុំ save project ទៀតអាយ៉ាសុំទោសណាបាទ save project as ហ្នឹងហើយខ្ញុំចូល download ទុកអូខេហ្នឹងហើយឥឡូវខ្ញុំលុបកាមេរ៉ាវិញលុបកាមេរ៉ាវិញតើវាលុបកាមេរ៉ាហើយខ្ញុំអូបង្ហាញទៀតយើងចង់ដាក់សិលអីទៀតឥឡូវខ្ញុំលុបសិលចាស់ចោលហើយខ្ញុំដាក់សិលនេះវិញម្ដងនេះរូបមានសិលហើយយើងតរេដូចគ្នាណាសិលនេះមួយទៀតដាក់ទៅនឹងបាទហើយបន្ទាប់មកខ្ញុំចូលកន្លែង tray 3ដើម្បីមិន tray 3ទេបាទបន្ទាប់មកខ្ញុំចូលកន្លែងនេះមកទាញឡើងទាញលក្ខណៈនេះហ្នឹងហើយខ្ញុំ connect ដាក់ក្រោមគាត់ចឹងទៅមកបាទ connect ដាក់ក្រោមគាត់ចឹងទៅមកទៅហើយបន្ទាប់មកខ្ញុំចូល modify ខ្ញុំចូល popcorn ខ្ញុំ play មើលសិនសិលហ្នឹងយ៉ាងម៉េចអូនេះសិលហ្នឹងបែបចេះបែបចឹងហ្នឹងហើយបន្ទាប់មកអានេះប្រភេទសិលនេះរូបគេគេបង្ហាញសិលហ្នឹងរត់តាមខ្លួនចឹងអញ្ចឹងដើម្បីឲ្យសិលរត់តាមខ្លួនបាទបិទវិញមកហើយបន្ទាប់មកខ្ញុំចូលកន្លែង popcorn ហ្នឹងហើយខ្ញុំមើលកន្លែងនេះកន្លែងរូបសញ្ញាយើងចុចនៅលើសិលហ្នឹងហើយយើងចុចកន្លែងនេះចុចកន្លែងហ្នឹងមកដាក់នៅលើតួអង្គតែម្ដងคลิกលើតួអង្គចឹងមកបាទហើយខ្ញុំ play មើលនៅថ្ងៃមួយលោកគ្រូភឿនឃើញក៏បានអង្គុយសមាធិសូត្រនៅមុនអាគមរបស់គាត់ហើយគាត់ក៏បានដាស់នៅអាគមបានបញ្ចេញនៅពន្លឺរស្មីបាទអូខេប៉ុន្តែយើងត្រូវបិទភ្នែកអានេះផងបិទភ្នែកសិលចេញមកណាហ្នឹងហើយពេល render video ឥឡូវថ្ងៃមួយលោកគ្រូភឿនក៏បានអង្គហ្នឹងហើយបន្ទាប់មកទៀតបាទដោយសារចូល popcorn នេះមកវាចេញចេះយើងស្រេស្រួលហើយយើងអាច scroll មកអាសិលទាំងប្រមាណហ្នឹងយើងអាចស្រេបន្ថែមទៀតឧទាហរណ៍យើងចង់បានបែបម៉េចចង់បានដិតតិចតឡើងពណ៌ដិតស្មុកស្វាយបាទចង់បង្ហាញឲ្យវារីកធំណាចង់រីកតូចចង់រីកធំក៏បានហើយយើងចង់ដូរពណ៌ក៏បានចុចលើវាមកយើងចង់ដាក់ពណ៌ក្រហមយើងដាក់នេះពណ៌ខៀវចេញខៀវពណ៌ក្រហមចេញក្រហមពណ៌អីចេញហ្នឹងណានេះឃើញទេពណ៌សក៏បានពណ៌ឈាមជ្រូកក៏បានហ្នឹងហើយស្រាប់តែបងប្អូនអរគ្នាពេញចិត្តទេអញ្ចឹងយើងចង់អានេះយើងទៅឡើងឲ្យពណ៌ដិតមកហើយចុចអូខេមកឃើញយើងទទួលបានពណ៌លាយជាមួយពណ៌ខៀវហើយបើយើងចង់ដូរពណ៌ខៀវទៅជាពណ៌ក្រហមនេះឃើញទេវាចេញពណ៌អញ្ចឹងហើយកន្លែងនេះយើងអាចសេរីopacity នេះ opacity នេះលក្ខណៈបាត់លក្ខណៈចេញរៀងតែដិតខ្លាំងណាហ្នឹងហើយយើងអាចមើលសេរីតាមហ្នឹងទៅហើយយើងចូលចិត្តបែបណាយើងសេរីតាមហ្នឹងទៅចង់បានបែបម៉េចបាទចង់បានឲ្យសល់មើលទៅអស្ចារ្យទៀតក៏ដាក់តាមហ្នឹងទៅបន្ថយវិញបាទហើយមួយទៀតបើយើងលក្ខណៈថាពេលយើងសូត្រអស់ទៅពេលយើងសូត្រអស់ទៅយើងចង់ឲ្យសិលនោះវាលុតទៅវិញអញ្ចឹងណាហ្នឹងហើយសិលលុតទៅវិញបងប្អូនអរគ្នាឈប់នៅថ្ងៃមួយលោកគ្រូភឿនហ្នឹងហើយឥឡូវខ្ញុំបិទសិនដូចខ្ញុំបង្ហាញប្រាប់អញ្ចឹងថាចាំឲ្យសម្រាយបន្តិចហើយសូត្រធរដូចថាគាត់សូត្រអាគមហើយបាននឹងវាឡើងតាមក្រោយណាកុំឲ្យថាមិនតាមបានសម្រាយថាគាត់សូត្រផងសិលចេញមុនបាត់ហ្នឹងអញ្ចឹងខ្ញុំបិទទៅនេះ play មកនៅថ្ងៃមួយលោកគ្រូភឿនក៏បានអង្គុយសមាធិសូត្រនៅមុនអាគមរបស់គាត់ហ្នឹងហើយគាត់ក៏បានដាស់នៅអាគមបានបញ្ចេញនៅពន្លឺរស្មីហ្នឹងហើយកន្លែងបញ្ចេញនៅពន្លឺរស្មីហ្នឹងយើងបើកហើយយើង play ដល់ត្រជាក់ត្រចង់នៅកណ្ដាលបាទអញ្ចឹងបងប្អូនអរគ្នាសម្រាប់តទៀតមកហ៎បន្ទាប់មកអញ្ចឹងទៅចេញនៅមុនអាគមអីចឹងមកបាទចេញមុនអាគមអីសើតចឹងមកបន្ទាប់មកបងប្អូនទាំងអស់គ្នាចង់លក្ខណៈតឡើងវាយើងកំណត់ keyframe ប៉ុណ្ណឹងមក
ហើយ scroll មកបាទ scroll មកអ្នកអត់ឃើញផ្សាយហ្នឹងហើយផ្សាយទៅនឹងខ្ញុំបើកcáiនេះមួយបាទផ្សាយទៅនឹងហើយខ្ញុំបន្ថែមឲ្យជះពលឺខ្លាំងចឹងមកបាទអញ្ចឹងខ្ញុំបិទទៅវិញនេះវិញហើយខ្ញុំ play នេះគេមើលដំបងពលឺវាតូចនៅអាគុំបានបញ្ចេញនៅពលឺរស្មីដ៏ត្រជាក់ត្រចង់នៅកណ្ដាលហ្នឹងហើយបើយើងចង់ឲ្យបាត់ទៅវិញណាឧទាហរណ៍ថាយើងសម្រាយរួចហើយឬក៏គ្រូអាគុំហ្នឹងបានកញ្ចាត់ខ្មោចព្រាយរួចហើយណាហើយចង់ឲ្យពលឺនៅសិលហ្នឹងវារលត់ទៅវិញនៅពេលដែលគ្រប់យ៉ាងបានចប់ហ្នឹងហើយឧទាហរណ៍ថាចប់នៅពេលម៉ោងនេះចុះហើយនេះយើងក៏ចុចបិទនេះមកផ្លឹបឃើញទេហើយបាត់ខ្ញុំ play ឲ្យមើលណាខ្ញុំកំណត់នៅថ្ងៃមួយលោកគ្រូភឿនក៏បានអង្គុយសមាធិសូត្រនៅមុនអាគមរបស់គាត់ហើយគាត់ក៏បានដាស់នៅអាគមបានបញ្ចេញនៅពន្លឺរស្មីដ៏ត្រជាក់ត្រចង់នៅកណ្ដាលហ្នឹងហើយដោយសារខ្ញុំសម្រាយឧទាហរណ៍បានប៉ុណ្្នឹងទេបន្តមកទៀតបាត់ហើយអាហ្នឹងពេលបញ្ចេញអាគុំហើយណាស្លាប់បិសាយហើយបាត់ទៅវិញអញ្ចឹងទៅបន្ទាប់មកយើងកាត់កន្លែងហ្នឹងហើយយើងដាក់ប្លង់ថ្មីចូលប្លុកអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាយល់ណាបាទរបៀបដាក់សិលបាទខ្ញុំអត់និយាយរួមថាដាក់ដូចគ្នាណារៀបដាក់សិលគឺដាក់ដូចគ្នាខ្ញុំបង្ហាញតែមួយបងប្អូនអរគ្នាអាចអូសអាក្រោយចង់ដាក់អីផ្សេងទៀតមកក៏បានអត់បញ្ហាទេណាបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងណាបងប្អូនអរគ្នាបាទបង្ហាញយូរពេកខ្លាចបងប្អូនអរគ្នាពិបាកមើលវិញមេរៀនតែមើលយូរពេកចូលលក្ខណៈដូចនេះវិញទេអញ្ចឹងខ្លីៗណាបាទនេះទុកថាវែងហើយបងប្អូនអរគ្នាបាទអញ្ចឹងមានប៉ុណ្ណឹងបាទកុំភ្លេចជួយចុច Subscribe Channel ម្នាក់មួយផងឲ្យដាក់សញ្ញាកណ្ដឹងនឹងទទួលបានវីដេអូថ្មី